ជំរាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះខ្ញុំមានកាមេរ៉ាសុវត្ថិភាពមួយគ្រឿងបាទថ្ងៃនេះខ្ញុំនឹងដោះបំបែកកាមេរ៉ានេះថាតើកាមេរ៉ានេះមានលោហៈធាតុអ្វីខ្លះបាទដើម្បីចង់ដឹងថាវាមានស្ពាន់ឬក៏មានញោមឬក៏ដែកនៅនេះមានប្រមាណអញ្ចឹងបងប្អូនហើយឥឡូវនេះខ្ញុំយកដៃឆក់ដើម្បីឆក់ថាតើកាមេរ៉ានេះជាដែកឬក៏ជាតួធ្វើអំពីអលុយមីញ៉ូមបងប្អូនបាទនេះជាបាទវីគឺឆក់បាទគឺជាដែកប៉ុន្តែកាមេរ៉ានេះគឺអត់ឆក់ទេហើយជាញោមបងញោមហ្នឹងគេហៅញោមមិនទុនហ្នឹងបងបាទហើយឥឡូវនេះខ្ញុំនឹងដំតួខាងលើចេញដើម្បីដោះព្រោះដោយសារវីខ្ញុំវាត្រូវអញ្ចឹងខ្ញុំដំវាបាទនេះបងគឺជាដែកអលុយមីញ៉ូមបងដែកអលុយមីញ៉ូមតួខាងលើកឹងរោកកុំឲ្យត្រូវទឹកគឺវាឆក់ទេហើយតួខាងក្នុងនេះក៏ឆក់ដែរបងប្អូនបាទហើយឥឡូវនេះខ្ញុំចាប់ផ្ដើមដោះវី4គ្រាប់នៃតួកាមេរ៉ានេះដើម្បីចង់ដឹងថានៅខាងក្នុងហ្នឹងគឺមានលោហៈធាតុមានតម្លៃអ្វីខ្លះអញ្ចឹងបងប្អូនឥឡូវខ្ញុំផ្ដើមមួយដល់ដឹងខាងក្នុងវាមានអ្វីខ្លះអញ្ចឹងបងប្អូនអញ្ចឹងចាំតាមដានទស្សនាវីដេអូនេះបន្តទៀតបាទឥឡូវនេះកាមេរ៉ាគឺដោះបានពីមួយបងប្អូនឥឡូវចាប់ដើមមកលាក់ចេញបាទអូខាងក្នុងបាទមើលសភាពកាមេរ៉ានៅខាងក្នុងគឺថ្មីចេះបងប្អូនគឺអត់តន់ខូចទេកាមេរ៉ានេះគឺនៅល្អមិនដោយសារខ្ញុំដំមកខាងលើងោខាងលើយើងខូចតិចប៉ុន្តែយើងអាចតម្រង់បានណាបាទហើយនេះខាងក្នុងនេះគេដាក់អាហ្នឹងគេសម្រាប់ការពារគុណភាពកាមេរ៉ាម៉ាស៊ីនកាមេរ៉ាកុំឲ្យខូចចឹងបងប្អូនគឺនៅថ្មីចេះខាងក្នុងបងប្អូននេះទាំងបតទាំងខ្សែភ្លើងទាំងអីគឺនៅល្អហើយតួក៏ល្អតួខាងក្នុងគឺថ្មីចេះគឺផ្សំឡើងពីញោមហើយវីគឺដែកបងប្អូនហើយបតល្អទាំងអស់អញ្ចឹងខ្ញុំចាប់ផ្ដើមរៀបចំផ្គុំឡើងវិញដើម្បីចាប់វីវិញឲ្យត្រឹមត្រូវជូរសម្អាតវាទុកដើម្បីប្រើប្រាស់ទៅថ្ងៃក្រោយបាទសូមអរគុណច្រើនបងប្អូនអរគ្នាបានទស្សនាវីដេអូនេះបាទសុខភាពល្អទាំងអស់គ្នាបាទសូមអរគុណ